សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូតាក់ទងទៅនឹងការបង្កើតនៅបញ្ជីសម្រង់ពិន្ទុសិស្សងាយអញ្ចឹងទី1លោកគ្រូអ្នកគ្រូចូលទៅកម្មវិធីគ្រូបន្ទប់ថ្នាក់នឹងមកហើយលោកគ្រូអ្នកគ្រូបញ្ចូលព័ត៌មានគ្រូនិងបញ្ចូលឈ្មោះសិស្សឲ្យបានរួចរាល់មកលោកគ្រូត្រឡប់ទៅកន្លែងរដ្ឋបាលគ្រូនឹងហើយបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញសម្រង់ពិន្ទុបាទមុខវិជ្ជាហ្នឹងលោកគ្រូអ្នកគ្រូចុចយកសម្រង់ពិន្ទុលក្ខណៈមួយនេះគឺវាមានមុខវិជ្ជាទាំងអស់ដែលលោកគ្រូអ្នកគ្រូអាចឲ្យលោកគ្រូអ្នកគ្រូតាមមុខវិជ្ជាចម្លងចូលនេះសម្រាប់សភៅសម្រង់ពិន្ទុសម្រាប់គ្រូមុខវិជ្ជាហើយតកតងទៅនឹងត្រង់ចំណុចនេះលោកគ្រូអាចជ្រើសរើសខែថាសម្រាប់ខែណាដើម្បីយើងបានពិន្ទុយកទៅវាយបញ្ចូលផងដែរហើយមួយទៀតតកតងទៅនឹងសម្រង់ពិន្ទុដែរគឺត្រង់សម្រុកពិន្ទុកន្លែងឯកជននេះនៅពេលដែលលោកគ្រូបញ្ចូលមកឃើញថាវានឹងចាប់យកនៃខ្សែនេះធំ2ក៏ដូចជាតាមខែដែលលោកគ្រូប្រឡងហើយលោកគ្រូអាចកត់បន្ទុកចូលទៅលើផ្នែករដ្ឋបាលរបស់លោកគ្រូហើយករណីដែលកតុយតារាងនៅឆ្ងាយបែបនេះលោកគ្រូអាចធ្វើការចុចយកពាក្យលក្ខណៈនេះបានហើយតកតងនឹងមុខវិជ្ជាលោកគ្រូរៀនទៅលើមុខវិជ្ជាអីលោកគ្រូអាចចុចត្រង់នេះមកឬមុខវិជ្ជាឧទាហរណ៍ពលកម្មអីហ្នឹងបាទសូមអរគុណ